ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំទៅសាលានៅប្រទេសអ៊ីស្រាអែលជាលើកទី1ហើយខ្ញុំក៏បានជួបគ្នានៅតាមខេត្តរយៈពេល3សប្តាហ៍រួចរាល់ហើយតែលើកនេះគឺខ្ញុំត្រូវធ្វើដំណើរទៅរៀននៅសាលាតតែខ្ញុំមិនដឹងថាសាលាហ្នឹងគឺទស្សនវិជ្ជាបែបម៉េចទេជីវិតខ្ញុំនៅទីនេះគឺយើងចុះពីផ្ទះមកឡានគេមកយកនៅមុខផ្ទះទៅរៀនចេញពីរៀនឡានគេមកយកដល់សាលាចេញទៅពេលទៅធ្វើការព្រឹកឡើងឡានគេមកយកដល់ផ្ទះពេលល្ងាចឡើងឡានគេមកយកទៅដល់កន្លែងធ្វើការអញ្ចឹងហើយជីវិតនៅទីនេះដូចកូនអុកញ៉ាអញ្ចឹងតែកុំភ្លេចដល់ថ្ងៃបើប្រាក់ខែអត់មានសល់អីទេសល់តែខ្លួនទេហើយបងមានអារម្មណ៍មិនដែរពេលបានទៅសាលារៀននៅទីអ៊ីស្រាអែលថ្ងៃដំបូងអញ្ចឹងមានអារម្មណ៍ថាយើងអាចមានបទពិសោធន៍ថ្មីខ្លាចអារម្មណ៍មួយដែលល្អមែនទែនហើយក៏យើងអត់ដឹងថាសាលារបស់គេរៀបចំរបៀបម៉េចទៅយើងអត់តាមដឹងណាហ្នឹងហើយអញ្ចឹងចាំទៅជួបនៅសាលាទាំងអស់គ្នាអូខេបាយបាយមួយទស្សនភាពទាំងមូលបាទជីសាលាធំមកគេណាធំណាហើយទីច្រើនផ្នែកប៉ុណ្ណានេះកាយចំទីឃ្លៀបរបស់គេស្អាតគួរបន្ទាប់ពីខ្ញុំធ្វើដំណើរមកដល់សាលាមកក៏ខ្ញុំត្រូវចូលក្នុងថ្នាក់ដើម្បីយកវ៉ាន់តុកហើយសម្រាប់កៅអីនេះយើងដាក់បញ្ឈរលើតុកនេះនៅពេលដែលយើងអង្គុយយើងត្រូវដាក់ចុះពេលចេញទៅផ្ទះយើងដាក់បញ្ឈរឡើងលើវិញហើយនេះគឺជាទស្សនវិជ្ជានៃក្នុងសាលាទាំងមូលហើយនេះគឺជាឡានរបស់និស្សិតជនជាតិអ៊ីស្រាអែលទេមិនមែនជាពួកខ្ញុំទេពួកខ្ញុំជាឡានរបស់សាលាមកទេហើយទស្សនវិជ្ជាសាលាគឺធំមែនទែនស្អាតមែនទែនបន្ទាប់ពីនេះរួចរាល់ក៏គេនាំយើងដើរទស្សនកិច្ចទាក់ទងនឹងកន្លែងវិសោធន៍ទាក់ទងនឹងការដាំដំណាំរបស់គេហើយនេះគឺជាជនជាតិខ្មែរហើយមានវៀតណាមជាមួយនឹងហ្វីលីពីននៅទីនេះគឺយើងរៀនសប្បាយហើយឥឡូវនេះគេនាំយើងមកពិសោធន៍មើលទាក់ទងនឹងការបដោះកូនក៏មានដូចជាកន្លែងគេពិសោធន៍កន្លែងគេធ្វើជីកប៉ោះហើយនេះគឺជាចង្កេះដូងគ្រប់ទូចនេះខ្ញុំអត់ដឹងថាហៅឈ្មោះខ្ញុំភ្លេចហើយតែអាហ្នឹងគេដាក់ទៅលើកូនដំណាំពេលបដោះអត់ដឹងថាវាជំនួយដល់អីទេគេណែនាំតែខ្ញុំស្ដាប់អត់បានទេហើយនេះគឺកន្លែងពិសោធន៍របស់គេផ្សេងមានច្រើនមែនទែនហើយនេះជាចម្រោះទឹកវិញខ្ញុំអត់ដឹងទេហើយនេះគេផ្សោតទៅនឹងថ្នាំពេញពោះហើយមានការចិញ្ចឹមត្រីហើយនេះត្រីឡាប់យ៉ាគេចិញ្ចឹមបែបនេះនៅក្នុងនោះមានត្រីហើយនេះគឺជាម្ទេសអានេះវាស្ទ្រូប៊េរីមានផ្លែក្របតែគេធំមែនទេម្ទេសនេះដូចជានៅខ្មែរមានដែរឃើញគេលក់ខ្ញុំក៏ធ្លាប់ទិញនេះដូចជាម្ទេសនោះអត់ហឹលទេផ្លែធំមែនទេហ្នឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរគឺខ្ញុំរៀនសប្បាយមែនទេនេះ